បងប្អូនខាងក្រោយខ្ញុំនេះគឺជាកន្លែងដែលគេតាំងយានចម្បាំងថារថក្រោះថាយន្តហោះចម្បាំងនឹងនាវាចម្បាំងនៅខាងក្រោយខ្ញុំហើយនឹងគ្របប្រកែកឲ្យខ្ញុំនឹងនាំបងប្អូនទៅទស្សនាបន្តិចទៀតនេះបងប្អូនដែលទស្សនាវីដេអូនេះកុំភ្លេចជួយ Subscribe Channel YouTube ខ្ញុំម្នាក់មួយផងខ្ញុំដាក់នៅលើអេក្រង់នឹងស្រេចបងប្អូនឃើញអត់ចាំខ្ញុំនាំបងប្អូនទៅទស្សនាតោះយើងទៅទស្សនាទាំងអស់គ្នានោះមានទាំងរថក្រោះយន្តហោះចម្បាំងរថពាដែកហើយនឹងក្រុមមីស៊ីរថក្រុមមីស៊ីនៅខាងនោះ បងប្អូននេះគឺជាសភាវុធចាស់ចាស់តែគេដាក់តាំងបង្ហាញនៅសារមន្ទីរជាតិរបស់កូរ៉េនៅចំកណ្ដាលទីក្រុងសូអ៊ូលហ្មងនេះមើលយន្តហោះចាស់ចាស់តាំងពីសម័យមុនយូរនេះបងឃើញទេអូនោះមានយន្តហោះរថពាដែករថក្រោះកំភ្លើងធំមានកំភ្លើងទូកំភ្លើងបាញ់យន្តហោះខាងនោះមានគ្រាប់រ៉ុកែតហើយដែលខ្ញុំកំពុងឈរនេះនាវាចំនួនមុនគឺទូទេធំដូចពេលបច្ចុប្បន្នទេនៅខាងនោះខ្ញុំនាំបងប្អូនទៅមើលយន្តហោះនិងរថពាដែកខាងក្រៅបន្តិចនោះគឺយន្តហោះរបស់កូរ៉េខាងជើងបងប្អូននេះគឺជាសារមន្ទីរជាតិរបស់កូរ៉េដែលតាំងបង្ហាញយានសង្គ្រាមនេះសិតតែមីស៊ីរថក្រោះយន្តហោះចាស់ចាស់នេះយន្តហោះមិចយន្តហោះមិចយន្តហោះមិចយន្តហោះចម្បាំងហើយខាងនេះរ៉ុកែតគ្រាប់រ៉ុកែតខាងនោះយានបាញ់គ្រាប់រ៉ុកែតនោះរថពាដែកហើយនឹងរថក្រោះជើងទម្របាញ់គ្រាប់រ៉ុកែតនេះគឺជាជើងទម្របាញ់គ្រាប់រ៉ុកែតនេះបងប្អូនមើលឃើញទេហើយនេះកំភ្លើងនេះគឺគេដកចេញពីនាវាមកដាក់តាំងបង្ហាញនេះឃើញអត់អានេះក៏ដោយអានោះក៏ដោយគឺគេដកចេញពីនាវាមកអានេះប្រើសម្រាប់បាញ់យន្តហោះបងប្អូននេះគឺជាគំរូគ្រាប់រ៉ុកែតនេះអានេះគ្រាប់រ៉ុកែតនេះផលិតដោយសហរដ្ឋអាមេរិកនេះអានេះអត់ធំទេអានេះគ្រាន់តែជាប្លង់គំរូបត់ដែលគេដាក់មកតាំងបង្ហាញទេខាងនេះអីសិតតែគ្រឿងសភាវុធចាស់ចាស់ប្លង់គំរូដែលគេយកមកតាំងបង្ហាញនេះហើយនេះកំភ្លើងធំអានេះកំភ្លើងធំធំមែនទេមើលកណ្ដុងវាធំមែនទេណាកំភ្លើងធំ MK30 មួយកណ្ដុងនេះគឺអញ្ចឹងទូជាតែគ្រាប់វិញប៉ិនខ្លួនមនុស្សហើយអានេះទាំងគេហៅកំភ្លើងអីនេះបងប្អូនធំមែនតើបាញ់ហើយអានេះគឺជាយានបាញ់យន្តហោះបងប្អូនបាញ់យន្តហោះសម័យមុនការកំឡុងពេលសង្គ្រាមតែឥឡូវគេប្រហែលជាគេលែងប្រើហើយសេរីអស់នេះគេមកប្រើរ៉ុកែតម្ដងសម្រាប់បាញ់យន្តហោះនេះមើលនេះអានេះមិនជួលនេះណាអានេះគឺគេប្រើតាំងពីជំនាន់មុននោះឃើញមួយកណ្ដុងវិញកណ្ដុងវា4ហើយឃើញកណ្ដុងទូចឹងទេតែគ្រាប់ម៉ាធំគ្រាប់ឃើញធំមែនតើកណ្ដុងជាប់សោនេះទៅដែកដូចចាយមួយនេះគឺយន្តហោះរបស់កូរ៉េនេះមិនទាំងហាខ្ញុំឲ្យមើលទាំងហាតិចសិននឹងធំអត់មើលមកទូចមួយយន្តហោះកាលពីសម័យមុនគឺអត់សូវទំនើបដូចបច្ចុប្បន្នទេបច្ចុប្បន្នយន្តហោះរបស់កូរ៉េទំនើបបងប្អូនអើយនេះតែមើលបាញ់រ៉ុកែតអានេះគឺកំភ្លើងនេះកាន់ឲ្យបងប្អូនមើលនេះពីមុនគឺគេកាន់បាញ់ចឹងគឺបាញ់ហើយនេះប្រឡាប់គេមើលរត់នេះកំភ្លើងមុនគឺចំនួនមុនគឺលក្ខណៈបែបនេះឯងវាអត់សូវទំនើបដូចបច្ចុប្បន្នទេតែបច្ចុប្បន្នវាទំនើបមែនទេនេះមួយកណ្ដុងបាញ់ចេញភីភងទៅត្រូវ
ខ្ទេចមកនេះអានេះកណ្ដុងប៉ុនក៏ដៃហ្មងកណ្ដុងឃើញទូចេះទេតែកណ្ដុងវាធំមែនតើអានេះរបាំងការពីគ្របមកពីមកបាញ់មកយើងអាចអឺរងបាននេះរងនេះអានេះក៏នេះដែរនេះក៏កំភ្លើងបាញ់យន្តហោះដែរនេះក្នុងពីរនេះគ្របធំធំមិនទូទេឃើញចឹងហ្នឹងមែនក៏ប៉ុន្តែធំណាស់បងប្អូនហើយដាស់សាយទៀតហើយនេះគ្របរកែតអូយបងប្អូនណានេះអានេះបានធំមែនអានេះគឺជើងទម្របាញ់រកែតនេះមែននេះណាមែនតែនតែមិនមែនគ្របពិតទេតែជើងទម្រនេះគឺពិតនេះរកគ្របរកែតនេះគឺធំមែនទេអាពីរនេះក៏ធំមែននេះបាញ់ស៊ុតមើលទីផ្លាត់ដោយប្រទេសណាផ្លាត់ដោយអាមេរិកបងប្អូនទីនេះទីនេះគឺជាកន្លែងដែលគេតាំងយានចម្បាំងរត់ក្រោះមានរត់ពីដែកដើម្បីឲ្យប្រជាជនគេទស្សនាតែនៅកូរ៉េគេមកនាំកូនគេមកមើលទាំងអស់នេះគឺសិតរត់ក្រោះអីយានចម្បាំងតាំងពីសង្គ្រាមកូរ៉េហើយក្រោយមកទៀតដែលគេចូលនិវត្តន៍ទៅគេយកមកដាក់តាំងបង្ហាញឲ្យប្រជាជនគេទស្សនាយើងអាចចូលទៅក្នុងបានទៀតនេះចូលមកក្នុងខាងក្នុងគឺលក្ខណៈបែបនេះដែរអូជាតិណែនបានគ្នា20នាក់កលាល្វឹងកលាយបងប្អូននៅក្នុងមួយខាងលើកលាល្វឹងយ៉ាធំមែនទែនរត់ពីដៃនេះមកខាងក្រៅគាត់នឹងធំអូដែកមែនទែនស្មាដែកជួនេះបងប្អូនដែលនៅកូរ៉េអាចមកទស្សនាបាននៅកណ្ដាលទីក្រុងសូអ៊ូលមកចាញ់ខ្ញុំដាក់ខ្សែឋានឲ្យនេះយន្តហោះនៅខាងក្រោយខ្ញុំនេះគឺជាយន្តហោះដែលផលិតដោយសហរដ្ឋអាមេរិកមានឈ្មោះថា F4 តាំងពីចំនួន S4C ឥឡូវអាមេរិកផលិតដល់ F22 S35 ហ្នឹងអានេះនៅ F4 ឡើយផលិតដោយសហរដ្ឋអាមេរិកមានកៅអី pilot 2បងប្អូនខ្ញុំមើលហើយមើលគ្រាប់ខាងក្រោមធំមែនតើកៅអី2អានេះកៅអី pilot 2ហើយមើលគ្រាប់ម៉ែគ្រាប់នេះមិនចេះទូចតម្លាក់មួយអង្គើខាងភូមិដល់កគ្រាប់អានេះយន្តហោះតាំងពីចំនួន S4 ផងប៉ុណ្ណឹងហើយចុះទៅរំ S35 S22 នៅពេលបច្ចុប្បន្នទេមិនដឹងជាយ៉ាងណាទៅទំនើបយ៉ាងណាទៅហើយនេះមើលអូនេះយ៉ាទុកចុយយ៉ាល់ហើយអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូកុំភ្លេចជួយ share ចែករំលែកម្នាក់មួយផងនៅវីដេអូក្រោយខ្ញុំនឹងទៅថតទស្សនវិជ្ជានៅកន្លែងដែលគេបញ្ចុះសពយុទ្ធជនដែលពាក់លីក្នុងការធ្វើសង្គ្រាមកូរ៉េនៅក្នុងឆ្នាំ1950ដល់ឆ្នាំ1953ឲ្យបងប្អូនទស្សនាកន្លែងសារមន្ទីរនេះប្រៀបដូចជាមួយខាងសារមន្ទីរមួយខាងទៀតដូចជាវិមានឈ្នះអញ្ចឹងវិមានដែលគេទទួលបានជ័យជំនះក្នុងសង្គ្រាមហើយទល់មុខហ្នឹងគឺជាកន្លែងធ្វើការរបស់រដ្ឋក្នុង
ធំទូលាយមែនតើអរគុណបាយបាយបងប្អូនជួបគ្នានៅវីដេអូក្រោយទៀតកុំភ្លេចជួយ share ចាញ់បែប